មេបញ្ជាការនាយនាវីនិងពលនិវឹកនៃបញ្ជាការដ្ឋានមូលដ្ឋានសមុទ្ររៀមចំនួន300នាក់ត្រូវបានបញ្ជ្រាបចំណេះដឹងបន្ថែមស្តីពីបច្ចុប្បន្នភាពច្បាប់មនុស្សធម៌អន្តរជាតិនិងច្បាប់សមុទ្រនៅក្នុងពេលមានចំនួនប្រដាប់អាវុធដើម្បីជាទុនក្នុងការអនុវត្តភារកិច្ចការពារជាតិមាតុភូមិប្រកបដោយវិជ្ជាជីវៈនិងសីលធម៌ខ្ពស់កាលពីព្រឹកថ្ងៃទី30 ខែមិថុនាឆ្នាំ2026នៅមជ្ឈមណ្ឌលហ្វឹកវើនពហុសាសន៍មូលដ្ឋានសមុទ្ររៀមខេត្តព្រះសីហនុមានរៀបចំវគ្គផ្សព្វផ្សាយស្តីពីបច្ចុប្បន្នភាពច្បាប់មនុស្សធម៌អន្តរជាតិនិងបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC និងកាកបាទក្រហមកម្ពុជាក្នុងពេលមានចំនួនប្រដាប់អាវុធពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោកជំទាវ ហ៊ួនច័ន្ទបូរ៉ាតំណាងកាកបាទក្រហមកម្ពុជាឧត្តមនាវីតូទេពវុធីមេបញ្ជាការរងមូលដ្ឋានសមុទ្ររៀមនិងលោក Tom Geiser ប្រតិភូផ្នែកកងទ័ពថ្នាក់តំបន់នៃ ICRC ក្នុងឱកាសនោះឧត្តមនាវីតូទេពវុធីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការនេះនិងបានជំរុញឲ្យនាយនាវីព្រមទាំងពលនាវិកទាំងអស់យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីក្រុមវាគ្មិនដើម្បីយកទៅអនុវត្តនៅក្នុងបេសកកម្មជាក់ស្ដែងមានប្រសាសន៍ក្នុងឱកាសនោះដែរលោកជំទាវ ហ៊ួនច័ន្ទបូរ៉ាបានពំនាំនៅការផ្ដាប់ផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាព្រមទាំងកោតសរសើរទៅដល់កងទ័ពជើងទឹកដែលបានល្បាតនិងការពារបូរណភាពដែនទឹកកម្ពុជាប្រកបដោយប្រសិទ្ធភាពតាមរយៈវគ្គផ្សព្វផ្សាយសិក្ខាកាមទាំងអស់ទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅលើចំណុចគន្លឹះចំនួន3រួមមានប្រវត្តិចលនាអន្តរជាតិកាកបាទក្រហមបេសកកម្មក្នុងពេលមានចំនួនប្រដាប់អាវុធនិងជាពិសេសគឺច្បាប់អន្តរជាតិដែលអាចអនុវត្តបានចំពោះចំនួនប្រដាប់អាវុធនៅលើលំហសមុទ្រ